Chỗ sơ xe chấm nôn hàng crom chia phò côn cả ta và thom chẳng hàng cả sơ xe mua chấm nôn chia phò côn cả ta và thom chẳng ai sơ xe bàn pi bẹp thì mỗi cứ sơ xe tam vị thi cún thì pi chẳng ai sơ xe tám vị thi chạy chẳng lấy rồi phải pram chẳng sơ xe tam vị thi chạy chẳng đam bay chạy rồi phò côn cả ta và thom lớn cứ chẳngត្រូវស្គាល់លេខខាងចុងនេះថាតើលេខខាងចុងលេខ5ត្រូវចែកដាច់នឹងប្រមាណចឹងលេខខាងចុងលេខ5វាត្រូវមានចែកដាច់នឹង3និង5និង7ចឹងឥឡូវយើងយកទៅចែកនឹង3ចែកនឹង3មកដាច់អត់ចែកសារនឹង3មក125ចែកនឹង3 3 4ដង12ចឹងនេះកាត់ទៅសល់0នេះអត់ដាច់ទេចឹងឥឡូវយើងយកចែកនឹង5ចែក5 5 2ដង5 2ដង10ចឹង12ដក10សល់2ទម្លាក់5បាន25ចឹង5 5ដង25ចឹង125ចែក3មិនដាច់ទេចឹងយើងបន្តទៅចែកលេខ5គឺដាច់ចឹងចែកនឹង5បាន25ចឹង25លេខ5ចុងទៀតយើងចែកនឹង3ក៏មិនដាច់ដែរ25គឺយើងចែកនឹង5ទៀតចឹង25ចែកនឹង5គឺបាន5ដង5 5ដង25ចឹងលេខ5គឺជាចំនួនបឋមបើវាចំនួនបឋមគឺចែកនឹង5បាន1ណាអញ្ចឹងនៅពេលដែលយើងសេជាផលគុណកតាបឋមគឺ125ស្មើ5គុណនឹង5គុណនឹង5អញ្ចឹងស្មើ5គុណ5គុណនឹង5បន្ទាប់មកគឺ105 105អញ្ចឹងលេខ5ក្នុងចុងចែកដាច់នឹងប្រមាណខ្លះដើម្បីចែកលឿនគឺយើងស្គាល់ថាលេខសេសនេះគឺលេខ5ក្នុងចុងគឺមានចែកដាច់3លេខមានលេខ3លេខ5និងលេខ7ឥឡូវយើងសាកចែក105ចែកនឹង3មកចែកនឹង3មុនគេចែកលេខតូចមុន3 3ដង9 10សល់1លាក់5 3 5ដង15អញ្ចឹងដាច់អញ្ចឹងចែក3ដាច់អញ្ចឹងចែកនឹង3ដាច់បើចែក3ចែកនឹង3ដាច់គឺឃើញ105ចែកនឹង3ឃើញ35បានផលចែកស្មើ35យើងសេខាងនេះអញ្ចឹងលេខ5អញ្ចឹងយើងចែកនឹង3ទៀតអញ្ចឹង35ចែកនឹង3មិនដាច់ទេណាអញ្ចឹងយើងយកចែកនឹង5 3គឺមិនដាច់ទេ35អាចចែកនឹង3ដាច់ទេអញ្ចឹងយើងយកចែកនឹង5យើងចែកនឹង5បានដងគឺបាន7ដងណា7 5ដង35 7 5ដង35អញ្ចឹង35ចែកនឹង5បាន7អញ្ចឹង7ជាចំនួនបឋមបើចំនួនបឋមគឺយើងចែកនឹង7ខ្លួនឯងអញ្ចឹង7ចែកនឹង7បាន1អញ្ចឹង105វាស្មើ3គុណ5គុណនឹង7ណាតមកគឺ204ដ204អញ្ចឹង204អញ្ចឹងលេខ4ជាចំនួនគូណាលេខយើងមើលតែលេខខាងផ្ទុយទេលេខសេសលេខគូយើងស្គាល់លើលេខខាងផ្ទុយនេះខាងចុងនេះអញ្ចឹងបានន័យថាលេខ4នេះគឺជាចំនួនគូបើចំនួនគូគឺយើងយកទៅចែកនឹង2អញ្ចឹង204ចែកនឹង2ណាបាន102ណា102 2ដង204ណាអញ្ចឹងលេខ2ទៀតលេខ2គឺលេខគូទៀតអញ្ចឹងលេខគូយើងបន្តចែកនឹង2ទៀតណាលេខគូគឺឲ្យទៅលេខគូយើងចែកនឹង2មកអញ្ចឹងគឺបាន50បាន5 2ដង10 51ណា102ចែក2បាន51អញ្ចឹង51អញ្ចឹងលេខ1ខាងចុងអញ្ចឹងលេខ1ខាងចុងចែកដាច់នឹងប្រមាណខ្លះអញ្ចឹងលេខ1ខាងចុងគឺចែកដាច់នឹង3ចែកដាច់នឹង7ណាអញ្ចឹង51ណាគឺចែកនឹង3ចែកនឹង7ឥឡូវមើលចែក3ដាច់អត់3ម្ដង3 5ដក3សល់2ទម្លាក់1 21 7 3ដង21អញ្ចឹងដាច់ណាអញ្ចឹងគឺ51គឺយើងចែកនឹង3អញ្ចឹងលេខ1អញ្ចឹងចែកនឹង3ចែកនឹង7អញ្ចឹងយើងចែក3ទៅដាច់ណាយើងបាច់ហត់ចែកដល់7ទេអញ្ចឹងចែកលេខតូចមុនអញ្ចឹង51ចែកនឹង3 51ចែកនឹង3បាន17អញ្ចឹង17យើងត្រូវដឹងថា17ជាចំនួនអីចំនួនបឋមឬចំនួនមិនបឋមអញ្ចឹង17វាជាចំនួនបឋមអញ្ចឹងបើវាជាចំនួនបឋមគឺយើងចែកនឹង17ខ្លួនឯងណា17ជាចំនួនបឋមអញ្ចឹងបើចំនួនបឋម17ចែក17ផលចែករបស់វាគឺស្មើ1អញ្ចឹង204ស្មើ2គុណនឹង2គុណនឹង3គុណនឹង17តចែកទៀតគឺ255
ចឹង255ចឹងលេខ5ខាងចុងចែកដាច់នឹងប្រមាណខ្លះចឹងយើងត្រូវដឹងថាលេខ5ដែលមានលេខ5នៅខាងចុងចែកដាច់3លេខណាមានលេខ3លេខ5និងលេខ7ចឹងឥឡូវយើងចែកសាកសិន255យើងចែកនឹង3សិនចែកពីលេខតូចទៅមុនកាត់យក2ខ្ទង់ដាក់ប្រមាណដង8 3ដង8 3ដង20 24ចឹង25ដក24សល់1ទម្លាក់5 15ចែក3បានដងបាន5ដងណា3ដង15ចឹងសល់0អញ្ចឹងគឺយើងចែកនឹង3ដាច់ណាចែកលឿនកាលណាយើងស្គាល់លេខខាងចុងប្រមាណគឺយើងត្រូវយកចែកប្រមាណខ្លះដូចជាលេខ5អញ្ចឹងគឺលេខដែលត្រូវចែកដាច់គឺមាន3លេខណាមានលេខ3លេខ5និងលេខ7អញ្ចឹងយើងចែកមុនគេគឺលេខតូចជាងគេដេញលេខតូចជាងគេមកលេខសេសគឺយើងចែកលេខសេសមក3លេខហ្នឹងលេខដែលត្រូវចែកមានលេខសេសគឺចែក3លេខលេខ3លេខ5លេខ7អញ្ចឹងលេខ5អញ្ចឹងចែកដាច់3លេខហ្នឹងអញ្ចឹងគឺឃើញ85ឥឡូវលេខ5ទៀតហើយលេខ5ចុងទៀតហើយអញ្ចឹងយើងចែកនឹងប្រមាណ85អញ្ចឹង85គឺយើងលេខ5ខាងចុងយើងចែកប្រមាណយើងចែកនឹង3ទៀតចែក3សាកមើលមុនគេទៀតចែកសាកសិនមិនប្រកាសថាដាច់យើងដាច់ទេបើមិនដាច់យើងបន្តទៅចែកនឹង5ទៀតបើ5ដាច់យើងបន្តចែកនឹង7ទៀតបើ7មិនដាច់បានន័យចំនួនហ្នឹងជាចំនួនបឋមចែក3លេខនឹងមិនដាច់លេខ5ខាងចុងមានចែកដាច់នឹង3ចែកដាច់នឹង5ចែកដាច់នឹង7អញ្ចឹងបើសិនជាយើងយកលេខ85ហ្នឹងទៅចែកនឹង3លេខនឹងមិនដាច់បានន័យថាចំនួន85ហ្នឹងជាចំនួនបឋមតែបើយើងចែកដាច់បានន័យថាវាមិនមែនជាចំនួនបឋមទេឥឡូវចែក3សាក3 2ដងដាក់3 2ដង6 8ដក6សល់2 25អញ្ចឹងអត់ដាច់ទេឥឡូវយើងយក85ហ្នឹងចែកតទៀតចែកនឹងប្រមាណទៀតចែកនឹង5កាត់មកខ្ទង់5ដង5 8ដក5សល់3ទម្លាក់5អញ្ចឹង35ចែកនឹង5បាន35ចែកនឹង5បាន7 5ដង35អញ្ចឹង35ដក35សល់0មកអញ្ចឹងចែកដាច់ហ្នឹងអញ្ចឹងកាលណាយើងស្គាល់លេខខាងចុងប្រមាណនេះគឺធ្វើឲ្យយើងងាយស្រួលក្នុងការចែកណាដូចជាលេខ5ខាងចុងហ្នឹងគឺយើងចែកនឹង3ចែក5ចែក7បើចែក3មិនដាច់យើងបន្តមកចែក5មកចែក5មិនដាច់ចែក7តែបើសិនជាចែក3លេខមិនដាច់យើងកំណត់ថាចំនួននេះជាចំនួនបឋមឥឡូវវាគឺចែកដាច់ក្នុងចំណោម3លេខហ្នឹងវាដាច់លេខ5មួយចែកនឹង5ចែក5គឺឃើញ15 17អញ្ចឹង17ជាចំនួនបឋមចំនួនបឋមគឺយើងមិនបាច់រកតាណាទេយើងត្រូវស្គាល់17គឺមានកត្តាតែ2ទេគឺ1នឹងខ្លួនឯង17គឺចែក17អញ្ចឹងឃើញ1ណាអញ្ចឹងយើងសេ255ស្មើ3គុណនឹង5គុណនឹង15 17តទៀត350អញ្ចឹងលេខ0ខាងចុងគឺជាលេខគូអញ្ចឹងបើលេខគូយើងចែកនឹងប្រមាណបើលេខគូយើងចែកនឹង2ណាអញ្ចឹង350ចែកយក350ចែកនឹង2បាន2ម្ដង2សល់1ទម្លាក់5បាន7 7 2ដង14សល់1 5 2ដង10អញ្ចឹងឃើញ175ណាអញ្ចឹង350ចែកជា2បាន175អញ្ចឹង175លេខ5ខាងចុងទៀតអញ្ចឹងលេខ5ខាងចុងចែកដាច់នឹងប្រមាណលេខទៀតនេះលេខ5ខាងចុងគឺចែកដាច់នឹង3 5 7អញ្ចឹងឥឡូវយើងមើល175យើងចែកនឹង3សិនចែក3ដាច់អត់បើចែកមិនដាច់ចាំយើងចែកនឹង5បើចែកនឹង5មិនដាច់ចាំយើងចែកនឹង7ឡើងចែក3កាត់យក2ខ្ទង់3 6ដង18លើអញ្ចឹងបាន3 5ដង3 5ដង15 17ដល់15សល់2អញ្ចឹង25 3គុណទៅមានស្មើ25ទេអញ្ចឹងចេះដាច់ទេអញ្ចឹងយក175ចែកនឹង5 5 3ដង15 17ដល់15សល់2ទម្លាក់5បាន25អញ្ចឹង25ចែក5ដាច់ហ្នឹងបាន5 5ដង5ដងគឺ25 25ដក25សល់0សល់0អញ្ចឹងនឹងចែក5ដាច់អញ្ចឹងបាន35អញ្ចឹង35ចែកប្រមាណ35លេខ5ខាងចុងគឺចែកនឹង5ទៀត5បាន7អញ្ចឹង7ជាចំនួនអី7ជាចំនួនបឋមចំនួនបឋមចែកនឹង7ខ្លួនឯងបាន1អញ្ចឹង350ស្មើ2គុណ5គុណ5គុណនឹង7ហ្នឹង